I got a question which is asked about what does living a good life mean to you សំណួរមួយហ្នឹងគឺចង់និយាយថាតើការដែលរស់នៅជីវិតដ៏មានន័យមានតម្លៃហ្នឹងតើយើងឲ្យនិយមន័យវាមិនតើការដែលយើងរស់នៅបែបណាទើបយើងអាចនិយាយថាជីវិតរបស់យើងវាមានន័យឬក៏ជាអត្ថន័យនៃជីវិតរបស់យើងអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមចាប់អារម្មណ៍ទៅនឹងសំណួរមួយហ្នឹងខ្ញុំគិតថាវាសំខាន់មែនតើបើនិយាយដូចខ្លីថាវាអត់សំខាន់ថាយើងរស់នៅបានរយៈពេលយូរប៉ុណ្ណាទេសំខាន់គឺថាតើយើងអាចរស់នៅជីវិតដែលមានក្តីសុខអត់បើយើងរស់នៅរយៈពេលច្រើនប៉ុន្តែយើងអត់ជួបក្តីសុខសោះហ្នឹងវាក៏ពិបាកដែរវាអត់ល្អដែរតែបើថាយើងអាចមានពេលវេលាកំណត់ប៉ុន្តែយើងដឹងថាយមន័យនៃជីវិតរបស់យើងគឺយើងមានអត្ថន័យហើយយើងស្គាល់រសជាតិនៃអត្ថន័យជីវិតដែលយើងចង់បានគឺវាល្អប្រសើរជាងយើងរស់នៅបានយូរប៉ុន្តែយើងអត់មានអត្ថន័យអីសោះអត់មានដឹងថា right what does living a good life mean to you ចឹងយើងដឹងថាអត្ថន័យរបស់យើងអីគេទេអត់ដឹងថាយើងកើតមកដើម្បីអីទេបើសិនជាយើងយកសំណួរមួយហ្នឹងមកសួរខ្លួនឯងខ្ញុំគិតថាយើងនឹងចាប់ផ្ដើមផ្លាស់ប្ដូររបៀបនៃការរស់នៅរបស់យើងតើថ្ងៃអនាគតទៅយើងចង់ខ្លាចជាអ្នកមានយើងចង់មានលុយច្រើនយើងចង់ទៅនៅកន្លែងណាយើងចង់មានគ្រួសារបែបណាយើងចង់មានជីវភាពបែបណាយើងចង់មានកិត្តិយសមុខមាត់បែបណានៅក្នុងសង្គមអាហ្នឹងគឺជាអ្វីដែលយើងអាចចាប់ផ្ដើមសួរខ្លួនឯងពីឥឡូវទៅព្រោះថាបើយើងអត់មានអត្ថន័យជីវិតសម្រាប់ខ្លួនឯងទេយើងគ្រាន់តែនៅបដិបដោយតាមព្រេងវាសនាដូចថាខ្យល់បក់ទៅឆ្វេងខ្យល់បក់ទៅស្ដាំហើយបើសួរថាអ្វីជាអត្ថន័យជីវិតរបស់យើងក៏យើងអត់ដឹងដែរអញ្ចឹងសួរតើវាមិនវាមានអារម្មណ៍ថាវាយើងខ្សោះរៀងក្នុងខ្លួនអត់មានអីអញ្ចឹងណាអញ្ចឹងបើសិនជាយើងអាចរកអត្ថន័យនៃជីវិតរបស់យើងបានខ្ញុំគិតថាការនៅប្រចាំថ្ងៃរបស់យើងវានឹងមានធម៌ពលឬក៏មានកម្លាំងចិត្តជាងមុននៅក្នុងការចាប់ផ្ដើមថ្ងៃថ្មីទៅមួយថ្ងៃថ្មីដូចជាយើងត្រូវមាន mission ណាមួយយើងទៅធ្វើយើងអាចមើលខ្លួនឯងបានថ្ងៃខ្លះដែលយើងមានគោលដៅឬក៏មានគោលបំណងថាអូខេឥឡូវយើងត្រូវទៅដើរលេងអញ្ចឹងក៏ជាគោលដៅមួយដែរយើងមានអារម្មណ៍ថាយើងចង់ឆាប់ភ្ញាក់យើងមានអារម្មណ៍ថាយើងសុបាយចិត្តមានអារម្មណ៍ថាយើង still alive ប៉ុន្តែបើថ្ងៃណាខ្លះដែលយើងអត់មានអីទៅធ្វើសោះអត់ដឹងថាត្រូវធ្វើអីអត់ដឹងថាទៅណាទៅណីមានអារម្មណ៍ថាវាយើង missing out sometimes យើងគួរតែព្យាយាមរកអត្ថន័យជីវិតរបស់យើងដាក់និយមន័យឲ្យវាហើយជាគោលមួយចំនួនដែលគិតថាជីវិតរបស់យើងអាចមិនធម្មតាមានន័យដល់យើងទេវាអាចមានន័យដល់អ្នកផ្សេងទៀតអាចថាអូខេជីវិតដែលមានន័យរបស់ខ្ញុំគួរតែមានពេលវេលានៅក្នុងការដែលធ្វើសប្បុរសធម៌ខ្លះជួយក្មេងៗជួយចាស់ជរាឬក៏ចែករំលែកអ្វីដែលយើងមានទៅកាន់អ្នកដែលគាត់ត្រូវការចំណេះដឹងទាំងអស់ហ្នឹងយើងគួរតែមានសេរីភាពហិរញ្ញវត្ថុដែលយើងអត់ត្រូវចាំបាច់ពិបាកនៅក្នុងការដែល like ខ្ចីលុយគេដើម្បីទិញបាយហូបអីទេយើងគួរតែមានលទ្ធភាពមួយដែលអាចចង់បានអីគឺយើងអាចទិញអាហ្នឹងបានមានលទ្ធភាពទិញគ្រប់គ្រាន់ដែលអត់ចាំបាច់ទៅពឹងគេអាហ្នឹងក៏អាចថាជាអត្ថន័យនៃជីវិតដែលយើងចង់បានកាលនៅរបស់យើងប៉ុណ្ណឹងដែរទៀតអាចថាទីកន្លែងដែលយើងរស់នៅអាចថាអូខេគោលដៅរបស់ខ្ញុំគិតថាខ្ញុំក៏ចង់រស់នៅអត់ចង់រស់នៅទីក្រុងទេខ្ញុំចង់ទៅរស់នៅទីជនបទដែលវាមានទេសភាពមានធម្មជាតិអីចឹងទៅវាក៏ជាអ្វីដែលយើងអាចកំណត់ថាជានិយមន័យជីវិតរបស់យើងដែរជាយើងនឹងមានធម៌ពលឬក៏មានកម្លាំងចិត្តនៅក្នុងការខំប្រឹងធ្វើការងាររាល់ថ្ងៃហ្នឹងដើម្បីតែ achieve នៅអ្វីដែលយើងជាគោលដៅឬក៏ជាអត្ថន័យនៃជីវិតរបស់យើងអាហ្នឹងអាចថាជាគោលដៅធំមួយចំនួនទេហើយមួយទៀតយើងអាចកំណត់បានដែរថាជីវិតដែលមានន័យរបស់ខ្ញុំគិតថាទីមួយគួរតែយើងអាចសងគុណគ្រួសាររបស់យើងសងគុណប៉ាម៉ាក់របស់យើងជឿនពេលយើងបានសងគុណពួកគាត់យើងគិតថាជីវិតរបស់យើងមានន័យហើយទីពីរយើងគិតថាយើងអាចខំអភិវឌ្ឍខ្លួនឯងយើងចង់ធ្វើខ្លួនឯងឲ្យរីកចម្រើនល្អចង់ធ្វើខ្លួនឯងឲ្យខ្លាចជាមនុស្សដែលជាទុនធានមួយដ៏ល្អក្នុងសង្គមន័យថាយើងមានសមត្ថភាពនៅក្នុងការធ្វើកិច្ចការងាររបស់យើងនឹងឲ្យបានល្អទៅអាហ្នឹងក៏ជាការមួយដែលអាចនិយាយថាជាអត្ថន័យនៃជីវិតរបស់យើងដែរយើងអាច plan ថា alright យើងអាចមានសុខភាពល្អព្រោះនៅរាល់ថ្ងៃហ្នឹងមានសុខភាពល្អក៏ជាអត្ថន័យនៃជីវិតរបស់យើងដែរយើងអត់ត្រូវចាំបាច់ទៅពេទ្យជាប្រចាំអត់ចាំបាច់ត្រូវលេបថ្នាំជាប្រចាំអត់មានជំងឺជាប់ខ្លួនអាហ្នឹងក៏អាចចាត់ទុកថាជាអត្ថន័យនៃជីវិតរបស់យើងដែរអញ្ចឹងបើយើងចង់បានសុខភាពល្អហ្នឹងយើងគួរតែដឹងអ្វីដែលយើងត្រូវធ្វើដូចជាការទទួលទានអាហារការជៀសវាងញ៉ាំស្រាបៀរញ៉ាំភេសជ្ជៈឬក៏ហូបទឹកហូបអីបានគ្រប់គ្រាន់អីចឹងទៅយើងចាប់ផ្ដើមប្រយ័ត្នមានការប្រានមានអីចឹងទៅហ្នឹងក៏បញ្ជាក់ថាយើងចាប់ផ្ដើមស្រឡាញ់ខ្លួនឯងហើយយើងក៏ដឹងពីអត្ថន័យដែលយើងចង់បាននៅក្នុងជីវិតហ្នឹងដែរបើយើងអត់ចាប់ផ្ដើមគិតពីវាទេយើងអត់ដឹងថាតើជីវិតយើងហ្នឹងវាមិនទេមានអារម្មណ៍ថាខ្យល់បក់ទៅឆ្វេងខ្យល់បក់ទៅស្ដាំណាតែបើយើងអាចកំណត់អាគោលដៅតិចតួចប្រចាំថ្ងៃឬក៏អាគោលដៅថ្ងៃក្រោយរបស់យើងបានហ្នឹងខ្ញុំគិតថាកាលនៅរបស់យើងនឹងមានអត្ថន័យជាងមុនយើងចាប់ផ្ដើមយល់ថាជីវិតរបស់យើងគឺមិនមែនគ្រាន់តែនៅកំដរផែនដីទេយើងមានអត្ថន័យរបស់ខ្លួនឯងហើយ
អត្តន័យជីវិតដែលល្អបំផុតគឺជាការដែលយើងរស់នៅមិនមែនដើម្បីតែខ្លួនឯងទេការរស់នៅរបស់យើងគឺដើម្បីអ្នកផ្សេងផងយើងអាចសងគុណដល់សង្គមសហគមន៍ខេត្តរបស់យើងស្រុកកំណើតរបស់យើងបានធ្វើអីមួយដែលអាចជួយទៅដល់កន្លែងដែលយើងរស់នៅកន្លែងដែលយើងចាប់កំណើតនឹងបានឬក៏យើងត្រូវតែសងគុណអ្នកមានគុណរបស់យើងត្រូវតែជួយដល់អ្នកផ្សេងជួយដល់មនុស្សជំនាន់ក្រោយក្មេងៗហ្នឹងដែលយើងអាចជួយបានអ្វីដែលយើងជួយយើងគួរតែជួយចឹងហ្នឹងក៏អាចថាជាអត្តន័យជីវិតមួយដែលវាធ្វើឲ្យយើងមានអារម្មណ៍ថាកាលនៅរបស់យើងគឺមានអត្ថប្រយោជន៍យើងអាចជាធនធានមួយជាអ្វីមួយដែលជាអ្នកផ្សេងគាត់ត្រូវការយើងអាចជួយអ្នកផ្សេងបានអញ្ចឹងសំណួរមួយហ្នឹងវាពិតជាដាស់យើងឲ្យគិតពីអ្វីដែលជាភាពសំខាន់របស់យើងខ្ញុំយល់ថាពេលខ្លះការធ្វើការខ្លាំងការខំធ្វើការរហូតដល់ដាច់យប់អីហ្នឹងវានឹងធ្វើយើងបានលទ្ធផលល្អតែវាអាចនឹងមានផលអវិជ្ជមានមួយចំនួននៅពេលដែលយើងចាស់ទៅអាចថាយើងចាប់ផ្ដើមមានជំងឺរ៉ាំរ៉ៃជំងឺអីដែលវាជាប់ខ្លួនដោយសារតែការដែលយើងសម្រាប់បានគ្រប់គ្រាន់ហើយពេលយើងចាស់ទៅយើងគ្រាន់តែយកលុយហ្នឹងយកទៅព្យាបាលជំងឺយើងវិញអញ្ចឹងវាអត់សមស្របទេដែលយើងខំមកតាំងពីក្មេងលះបង់ការសុបាយលះបង់ពេលវេលាជាច្រើនដើម្បីតែយកលុយទៅព្យាបាលជំងឺពេលដែលយើងចាស់ទៅមនុស្សម្នាក់ៗគឺមាន priority ផ្សេងៗគ្នានៅក្នុងការនៅអញ្ចឹងអ្នកទាំងអស់គ្នាបើអាចយើងគួរតែចាប់ផ្ដើមកំណត់ពីអត្ថន័យនៃជីវិតរបស់យើងថាតើការដែលយើងមករស់នៅលើផែនដីនេះតើយើងពិតជាមានអត្ថន័យចង់ឲ្យជីវិតរបស់យើងមានអត្ថន័យបែបណាខ្លះគួរតែចាប់ផ្ដើមកំណត់វាហើយរឿងមួយចំនួនដែលយើងអាចកំណត់បានlikeថាតើយើងចង់បានទស្សនវិជ្ជាគ្រួសារបែបណាតើយើងចង់បានជីវភាពពេលនឹងបែបណាតើយើងចង់បានមុខមាត់ឬក៏កិត្តិយសសង្គមបែបណាចង់ឲ្យគេស្គាល់យើងថាជាណាគេតាមរយៈអ្វីដែលយើងធ្វើហើយក៏តាមរយៈសកម្មភាពមួយចំនួនដែលយើងធ្វើhàng ngàyហ្នឹងថាអូខេយើងអាចមានពេលវេលាខ្លះចែកម្លែកដល់ជាទៀនផ្ដល់ជាអីដែលយើងអាចផ្ដល់បានជួយអ្នកផ្សេងអញ្ចឹងយើងក៏ចាប់ផ្ដើមមើលពីចំណុចតិចតួចទាំងអស់ហ្នឹងឡើងវិញអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនចាប់ផ្ដើមកំណត់ពី meaning of life របស់យើងរៀងខ្លួនចាប់ផ្ដើមពីពេលហ្នឹងទៅហើយយើងនឹងអត់ស្ដាយក្រោយទេនៅពេលដែលយើងរកចំណុចទាំងអស់ហ្នឹងឃើញព្រោះវានឹង motivate យើងឲ្យខកឡើងពេលព្រលឹមរាល់ថ្ងៃហើយធ្វើកិច្ចការទាំងអស់ហ្នឹង